ថ្ងៃខែដៃសម្រាប់ខែមិញនេះបានចូលមកដល់ថ្ងៃនេះគឺជាថ្ងៃបញ្ចប់នៃខែរនោចហើយក៏ជាថ្ងៃដែលភពផែនដីងងឹតខ្លាំងគ្មានទទួលពន្លឺនិងធម្មពលពីព្រះច័ន្ទឡើយបើសិនជាយើងប្រៀបជាមួយនឹងមនុស្សដូចជាមនុស្សនៅក្នុងទីងងឹតដែលធ្លាក់ដល់ចំណុច0តែក៏ជាសញ្ញាបញ្ជាក់ប្រាប់យើងថាថ្ងៃថ្មីនឹងមកដល់ព្រះម៉ែនឹងយើងមកនៅថ្ងៃនេះនឹងបើឱកាសដល់កូនព្រះម៉ែលក្ស្មីនៅក្នុងការអធិដ្ឋានចិត្តព្រះម៉ែជាពន្លឺដ៏ភ្លឺត្រចះត្រចង់បំភ្លឺនៅក្នុងទីងងឹតអមាវាសយាមានន័យថាអតីតកាលត្រូវបានបញ្ចប់ធម្មពលអវិជ្ជមានត្រូវបានសម្អាតមិនមានអ្វីត្រូវរារាំងការបើកផ្លូវដល់ធម្មពលថ្មីការសមាធិស្ងប់និងការអធិដ្ឋាននឹងទទួលបានពរជ័យដោយសារតែថ្ងៃនេះភពផែនដីមានភាពងងឹតខ្លាំងនិងមានធម្មពលទាបយើងត្រូវប្រយ័ត្ននៅរឿងរ៉ាវមួយចំនួនដូចជាការជ្រុះប្រកែកគ្នាដោយពាក្យសម្ដីចិត្តអាចពោពេញដោយអវិជ្ជាដោយសារតែខ្វះពន្លឺការសម្រេចចិត្តធំៗឬការវិនិយោគធំៗជាដើមអារម្មណ៍អវិជ្ជមានយើងត្រូវព្យាយាមជំរះនិងកាត់បន្ថយវាការចាប់ផ្ដើមនៅអ្វីដែលមានហានិភ័យខ្ពស់ក៏យើងមិនគួរចាប់ផ្ដើមនៅក្នុងពេលនេះពិសេសទៅលើការធ្វើដំណើរពេលយប់និងអ្នកដែលគាត់មានការងារនៅពេលយប់ត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ថ្ងៃនេះគឺជាសញ្ញាភ្លើងលឿងដែលឲ្យយើងប្រុងប្រៀបត្រៀមលក្ខណៈឲ្យរួចរាល់មុនពេលដែលសញ្ញាភ្លើងខៀវមកដល់ដូច្នេះដើម្បីធ្វើឲ្យយើងមានធម៌ពលពេញលេញនិងរឹងមាំយប់នេះយើងត្រូវធ្វើពិធីបួងសួងដល់ព្រះម៉ែគោរពព្រះម៉ែដោយចិត្តបរិសុទ្ធអធិដ្ឋានចិត្តសមាធិនិងជូនបុណ្យដល់ព្រះម៉ែការបួងសួងដល់ព្រះម៉ែលក្ស្មីការរៀបចំនៅគ្រឿងរណ្ដាប់ព្រមជាមួយនឹងកិច្ចពិធីផ្សេងៗនិងគាថាបូជាដល់ព្រះម៉ែខ្ញុំបានចែកជូននៅវីដេអូមុនរួចហើយលោកអ្នកអាចទៅរកមើលនៅក្នុងវីដេអូមុនដើម្បីកាន់តែលម្អិត